ជំរាបសួរគ្នាយើងថ្ងៃនឹង admin នឹងមកធ្វើការសម្រាយសាច់រឿងមួយដែលរឿងហ្នឹងគឺទើបតែនឹងចេញនោះទេតើឥឡូវយើងបាញ់និយាយច្រើនចូលទៅកាន់ការសម្រាយតែម្ដងទៅផ្ដើមនៅសាច់រឿងយើងបានឃើញពីបន្ទប់មួយដែលបន្ទប់មួយនោះគឺដូចជាបន្ទប់នៅក្នុងនគរអញ្ចឹងហើយគណៈនោះមានក្មេងម្នាក់បានអាចមើលតាមប្អួយនឹងបានឃើញពីទស្សនវិជ្ជាដែលនៅខាងក្រៅនគររបស់គេហ្នឹងគឺពិតជាមានភាពស្រស់ស្អាតខ្លាំងមែនទែនពេលនោះមាននារីម្នាក់ដែលយើងមើលទៅអាចនិយាយបានថាគឺជាអ្នកបម្រើនោះឯងបានមកដល់បាននិយាយទៅកាន់អាក្មេងនោះថាអូនមានកាត់អីអត់បងបារម្ភណាតិចធ្លាក់តាមប្អួយនឹងបាត់ទៅខ្ញុំមានអីណាបងខ្ញុំមើលទៅកាន់ទេសភាពនៅខាងក្រៅហ្នឹងណាកុំអោយអបសុកពេកការនិយាយរបស់អូននោះបានធ្វើឲ្យអ្នកបម្រើរបស់យើងមានកាយភ្ញាក់ផ្អើលជាខ្លាំងព្រោះថាពាក្យដែលអូននោះបាននិយាយគឺវាប្រើពាក្យជ្រៅអ្នកទាំងអស់គ្នាពាក្យពិបាកដែលសម្រាប់ក្មេងប៉ុណ្ណេះមិនសំណំណាចេះពាក្យទាំងអស់នេះនោះទេហើយបើតាមសម្ដីរបស់អ្នកបម្រើហ្នឹងយើងបានដឹងថាអូននោះគឺមានអាយុត្រឹមតែ2ឆ្នាំប៉ុណ្ណោះប៉ុន្តែការគិតរបស់អូននឹងនៅពេលដែលសាច់រឿងនឹងបង្ហាញយើងគឺគាត់ហាក់បីដូចជាបានចាំជាតិចឹងអ្នកទាំងអស់គ្នាប៉ុន្តែយើងមិនទាន់បានដឹងច្បាស់នោះទេដោយសារតែសាច់រឿងគេមិនទាន់បានលេងលម្អិតប្រាប់យើងអញ្ចឹងខ្ញុំសូមប្រាប់ឈ្មោះតួអង្គទាំងពីរអ្នកនឹងតែម្ដងទៅដោយឈ្មោះតួអង្គក្មេងប្រុសអ្នកនេះក៏មានឈ្មោះថាឡតវ៉ានដែលខ្ញុំសូមហៅថាវ៉ាន់នោះទេហើយគាត់នឹងក៏បានដឹងតែខ្លួនឯងមានឈ្មោះពេញថាវ៉ាន់នេវីរីតូអីនោះទៀតអ្នកទាំងអស់គ្នាហើយដឹងថាឪពុករបស់គាត់នឹងហៅគាត់ថាចាល់ផាឬក៏ជាភាសាស្ដេចយើងហៅថាបៃតានោះឯងអ្នកទាំងអស់គ្នារីឯអ្នកបម្រើរបស់យើងវិញនាងមានឈ្មោះថាធាលឪពុករបស់វ៉ាន់គឺមានឈ្មោះថាម៉ាខ្វីហើយវ៉ាន់គឺមានបងប្អូនចំនួន3នាក់ដែលបងប្រុសរបស់គេមានឈ្មោះថាម៉ូខៀបន្ទាប់មកទៀតមានឈ្មោះថាចាតហ្គៃនិងម្នាក់ទៀតមានឈ្មោះថាសេស្តូយើងមើលទៅកាន់ក្នុងក្រុមគ្រួសារនឹងអ្នកបម្រើក៏ពិតជាយកចិត្តទុកដាក់ទៅកាន់តួឯកប្រុសរបស់យើងដែលជាវ៉ាន់មែនតើដោយសារតែគាត់នៅក្មេងជាងគេរួចនៅពេលដែលពួកគេកំពុងតែហូបបាយហ្នឹងឪពុករបស់គេក៏បានសួរទៅកាន់កូនអ្នកគ្នាថាកូនអើយថ្ងៃនេះយើងបានរៀនពីអីខ្លះហើយដោយកូនបងកូនច្បងកូនបន្ទាប់កូនអីហ្នឹងបាននិយាយថារៀនពីវេទមន្តអីចឹងទៅថារៀនវេទមន្តខ្យល់វេទមន្តភ្លើងតាមតែគេបង្រៀននោះឯងហើយដល់ពេលសួរដល់តួឯកប្រុសរបស់យើងដែលជាវ៉ាន់ហ្នឹងក៏បានឆ្លើយថាខ្ញុំមានរឿងជាច្រើនដែលមិនយល់អំពីពិភពលោកមួយនេះដូច្នេះហើយខ្ញុំត្រូវចាប់ផ្ដើមសិក្សាអំពីវប្បធម៌និងប្រវត្តិសាស្ត្ររបស់ប្រទេសយើងជាមុនសិននិយាយទៅការនិយាយរបស់វ៉ាន់គឺភាពបីដូចជាមនុស្សដែលមានអាយុច្រើនឆ្នាំអញ្ចឹងមិនសមជាក្មេងដែលមានអាយុ2ឆ្នាំទេដោយសូម្បីតែបងរបស់គេនឹងក៏មានការភ្ញាក់ផ្អើលមិនស្ទើរនោះឡើយសាច់រឿងក៏បានបង្ហាញយើងបានដឹងបន្ថែមទៀតថាវ៉ាន់នឹងក៏អាចមានសមត្ថភាពដឹងថានៅក្នុងពិភពលោកមួយនេះអ្វីដែលគេចាំបាច់និងសំខាន់ជាងគេនោះគឺជាវេទមន្តដែលមានដូចជាវេទមន្តភ្លើងទឹកខ្យល់និងដីបន្ទាប់ពីបាយថ្ងៃត្រង់រួចក៏ដល់ពេលដែលកូនស្ដេចនឹងត្រូវរៀនទៀតហើយតួឯកប្រុសរបស់យើងដែលជាវ៉ាន់ក៏ចាប់ដើមរៀនដូចគ្នាក៏បានសួរនៅសំណួរជាច្រើនដែលជ្រៅខ្លាំងមែនតែនទៅលើធាលក៏បានបកស្រាយតាមនឹងអញ្ចឹងទៅប៉ុន្តែនៅពេលនោះអ្នកបម្រើផ្សេងទៀតក៏បានថាឲ្យទៅកាន់ធាលឯងមិនគួរណាបង្រៀនគេជ្រៅបែបនេះនោះទេមានអីណាខ្ញុំចង់ដឹងខ្លួនឯងតើនៅពេលដែលពួកគេទាំងពីរនេះកំពុងតែរៀននោះនៅពេលនោះមានបរិមម្នាក់ទៀតបានចេញមុខឡើងហើយបាននិយាយទៅកាន់វ៉ាន់ថាឯងបានរៀនអ្វីខ្លះហើយនៅពេលនេះយើងមើលទៅឯងនេះគឺរៀនតែពាក្យសាប៉ុណ្ណោះនិងអក្សរសាមញ្ញតែប៉ុណ្ណោះឬចឹងវ៉ាន់របស់យើងក៏មានការបាត់ភ័យដែរនឹងដោយសារតែសម្ដីរបស់បរិមម្នាក់នឹងកាចពេកហើយគាត់ក៏បាននិយាយចឹងទៅថាខ្ញុំមិនទាន់ចេះអានអក្សរនោះទេហើយបរិមម្នាក់នឹងនិយាយដាក់សម្ពាធទៅកាន់វ៉ាន់របស់យើងមែនតើដែលវ៉ាន់គិតនៅក្នុងចិត្តថាអើយថ្នាក់រៀននេះគឺដូចជាថ្នាក់រៀនដ៏អាក្រក់មួយចឹងដូចជាថានឹងរក់ហ្មងនិយាយទៅប៉ុន្តែយ៉ាងណាក៏គាត់សប្បាយចិត្តផងដែរដោយសារតែការរៀននេះអស់រយៈពេលពី3សប្តាហ៍គាត់អាចបានរៀនបានច្រើនខ្លាំងមែនតើបន្ទាប់ពីការរៀននឹងហើយក៏ដល់វេនត្រូវរៀនកាប់ដាវវិញម្ដងអញ្ចឹងវ៉ាន់គឺត្រូវរៀនកាប់ដាវជាមួយនឹងធាលរបស់យើងនោះឯងធាលនឹងដូចជាជំនួយការរបស់វ៉ាន់អញ្ចឹងបន្ទាប់ពីកាប់ដាវជាមួយនឹងធាលហើយក៏ដល់ការកាប់ដាវជាមួយនឹងក្មេងៗដទៃទៀតនៅក្នុងនគរនឹងដែរហើយវ៉ាន់របស់យើងក៏មានសមត្ថភាពខ្លាំងមែនតើដែលអាចយកឈ្នះទៅកាន់ពួកគេនឹងបានយ៉ាងងាយហើយគាត់ក៏ពិតជាមានអត្តចរិតល្អខ្លាំងណាស់ទោះបីជាអាចយកឈ្នះទៅកាន់ក្មេងៗទាំងអស់នោះក៏ដោយក៏គាត់មិនភ្លេចនៅក្នុងការគោរពទៅកាន់ពួកគេផងដែរសូម្បីតែក្មេងៗក៏បានសរសើរទៅកាន់វ៉ាន់ដូចគ្នាវ៉ាន់របស់យើងសម្រាប់មិនទាន់បានប្រមាណផងមានបរិមម្នាក់ទៀតបានចេញមកទៀតហើយនឹងបាននិយាយទៅកាន់វ៉ាន់ហើយមើលទៅកាន់ដៃរបស់គាត់នឹងថាដៃរបស់ឯងគឺខ្សោយមិនអាចធ្វើចឹងបានទេគឺត្រូវតែប្រឹងហាត់បន្ថែមទៀតចឹងមានអីទៀតវ៉ាន់របស់យើងគឺត្រូវតែហាត់ទៀតហ្នឹងឯងគាត់ហាត់ដល់ទៅល្ងាចឡើងហត់យកទៅមែនតែនហើយឡើងធ្លាក់ដាវចេញពីដៃតែនៅពេលនោះក៏បានធាលមកជួយលើកទឹកចិត្តទៅកាន់វ៉ាន់និយាយទៅធាលរបស់យើងល្អខ្លាំងមែនតែនអើយល្អឲ្យស្អាតទៀតនៅព្រឹកស្អែកឡើងក៏បានមកដល់វ៉ាន់នៅពេលនេះក៏គាត់អាចចេញមកខាងក្រៅបានហើយមកមើលទេសភាពដែលគាត់ចង់មកយូរហើយមិនដែលបានមកនោះទេខណៈពេលដែលវ៉ាន់កំពុងតែត្រេកអរជាមួយនឹងមជ្ឈដ្ឋាននៅជុំវិញខ្លួនរបស់គាត់ក៏បានប្រទះជាមួយនឹងបរិមម្នាក់កំពុងតែអូសទៅកាន់មនុស្សម្នាក់ទៀតដែលមើលទៅនាងគឺពិតជាគួរអាណិតខ្លាំងណាស់អញ្ចឹងក្មេងស្រីម្នាក់នោះឬក៏ក្មេងប្រុសម្នាក់នោះខ្ញុំមើលទៅអត់សូវដឹងដែរអ្នកទាំងអស់គ្នាគាត់ហាក់បីដូចជាទេសកលអញ្ចឹងពេលនោះអង្គរៈរបស់វ៉ាន់ប្រងនឹងដកដាវធ្វើការវាយប្រហារទៅកាន់បរិមនោះទៅហើយហ្នឹងវ៉ាន់ក៏បានខាត់ពួកគេអញ្ចឹងនៅពេលនោះវ៉ាន់ក៏បានសួរទៅកាន់បរិមម្នាក់នោះថាហេតុអ្វីបានជាលោកធ្វើបែបនេះទៅ
កាន់ក្មេងស្រីម្នាក់នេះបរិមម្នាក់នោះក៏បានតបទៅវិញអញ្ចឹងទៅយើងធ្វើមិនក៏បានដែរនេះគឺជាកូនរបស់យើងឬសំដីតែកូនរបស់យើងវ៉ាន់ក៏គាត់ពិតជាមានការភ្ញាក់ផ្អើលខ្លាំងមែនទែនហេតុអ្វីបានជាឪពុកមួយនេះថោកទាបដល់ថ្នាក់ហ្នឹងហើយតាមសំដីរបស់ប្រុសម្នាក់នោះយើងក៏បានដឹងបន្ថែមទៀតគោលបំណងរបស់គាត់ហ្នឹងគឺចង់យកក្មេងស្រីឬក៏កូនរបស់គាត់នឹងយកទៅលក់អ្នកទាំងអស់គ្នានិយាយទៅអាប៉ិចនេះគឺខោខើម៉ែឲ្យអាខោខើហើយប៉ុន្តែតាមសំដីរបស់ធាលនៅក្នុងទីក្រុងហ្នឹងដូចចម្លែកមិនទេដូចវាជារឿងធម្មតាសម្រាប់គ្រួសារក្រីក្រដែលយកកូនទៅលក់ហ្នឹងវាជារឿងមួយដែលសាមញ្ញតែប៉ុណ្ណោះខណៈពេលដែលពួកគេកំពុងតែនិយាយគ្នានារីម្នាក់ក៏បានលេចឡើងមកហើយធាលក៏បានស្គាល់ទៅកាន់នារីម្នាក់នោះយ៉ាងច្បាស់និងបានបង្ហាញព្រមទាំងណែនាំពីតួឯកប្រុសរបស់យើងដែលជាវ៉ានទៅកាន់នាងនិងបានបង្ហាញពីប្រាក់សញ្ញាដែលអាវរបស់វ៉ានបានពាក់ថែមទៀតអញ្ចឹងប្រាក់សញ្ញាហ្នឹងគឺដូចជាប្រាក់សញ្ញានគរអញ្ចឹងអ្នកទាំងអស់គ្នានគររបស់ឪពុករបស់វ៉ានណាឯនារីម្នាក់នោះនាងបានស្គាល់ទៅកាន់ប្រាក់សញ្ញាមួយនោះយ៉ាងច្បាស់និងបានយកចិត្តទុកដាក់រាក់ទាក់ទៅកាន់តួឯកប្រុសរបស់យើងដែលជាវ៉ានខ្លាំងមែនតើហើយឈ្មោះរបស់នាងវិញគឺរ៉ូសាលីវ៉ាននៅពេលនោះបានសួរទៅកាន់រ៉ូសាលីថាតើក្មេងម្នាក់នេះនឹងលក់នៅតម្លៃប៉ុន្មានដែរទៅរ៉ូសាលីនៅពេលដែលបានលើបែបនោះក៏បានសួរទៅកាន់បរិសុទ្ធចំណាស់វិញតើក្មេងស្រីម្នាក់នេះមានជំនាញអ្វីទៅបរិសុទ្ធចំណាស់នោះដែលត្រូវជាឪពុករបស់ក្មេងស្រីម្នាក់ហ្នឹងក៏បានតបទៅវិញនាងគឺមានវេទមន្តធាវិញអញ្ចឹងអាវេទមន្តធាវិញហ្នឹងបើតាមខ្ញុំបកទៅវាចេញជាវេទមន្តលួចអីអ្នកទាំងអស់គ្នាខ្ញុំអត់សូវដឹងដែរអញ្ចឹងយើងហៅតែវេទមន្តធាវិញតែម្ដងទៅកុំឲ្យឆ្កងគ្រាន់តែលើថាក្មេងស្រីម្នាក់នោះមានវេទមន្តមួយនេះរ៉ូសាលីនេះក៏បានផ្ដល់តម្លៃឲ្យទៅកាន់ក្មេងស្រីម្នាក់នោះត្រឹមតែ3កាក់ silver ឬក៏3កាក់ប្រាក់តែប៉ុណ្ណោះហើយនៅពេលដែលបានលើបែបហ្នឹងភ្លាមឪពុករបស់នាងគឺពិតជាមានការខឹងសម្បាទៅកាន់រូបនាងជាខ្លាំងនិងបានទាត់យកមិនឲ្យតម្លៃទៅកាន់នាងឡើយនិយាយទៅឲ្យតែយើងអន់នឹងតែគេមើងងាយឲ្យអ្នកទាំងអស់គ្នាប៉ុន្តែអាប៉ិនេះគឺថាសាហាវខោខើយូតែមែនតែនហើយសឹងតែជួបក្រោយដាក់3ដៃរាប់មួយអាចជួយម្រាយសំទោសច្រឡំជេវ៉ាន់ឃើញបែបនោះនៅក្នុងចិត្តរបស់គាត់គឺអាចបង្ហាញថាគាត់គឺពិតជាអាណិតទៅកាន់ក្មេងស្រីម្នាក់នោះខ្លាំងមែនតែនមិនគួរណាជួបឪពុកបែបនេះសោះហើយបរិបម្នាក់នោះក៏បានលើកនាងឡើងនិងបាននិយាយថាតោះយើងទៅហាងមួយទៀតមិនបាច់លក់នៅហាងនេះទេបានថោកជុំយ៉ាទីក្រុងនេះមានហាងលក់មនុស្សមួយទៀតចម្លែកជុំយ៉ានៅពេលដែលអាប៉ែនោះរោដើរចេញទៅហើយហ្នឹងវ៉ាន់ក៏បានប្រាប់ទៅកាន់អាប៉ែនោះថាខ្ញុំចង់ទិញនាងហើយវ៉ាន់គឺហ៊ានឲ្យតម្លៃ5 silver ទៅកាន់អាប៉ែមួយនោះអញ្ចឹងគ្រាន់តែលើ5 silver ភ្លាមវាមិនបានគិតអ្វីច្រើននោះទេនឹងបានឲ្យទៅកាន់ក្មេងស្រីម្នាក់នោះទៅកាន់វ៉ាន់របស់យើងហើយវាក៏បានដើរចាកចេញទៅទាំងសប្បាយចិត្តវ៉ាន់បានយកដៃរបស់គាត់ដើម្បីឲ្យនាងចាប់ដៃហើយបានសួរទៅកាន់នាងថាតើនាងមានឈ្មោះអ្វីព្រោះយើងក៏បានដឹងថាក្មេងស្រីម្នាក់នោះនាងមានឈ្មោះថាខាមឈីនហើយអ្នកផ្សេងទៀតក៏មានការងឿងឆ្ងល់ធ្វើមុខចម្លែកអញ្ចឹងដោយសារតែវ៉ាន់នឹងគឺបានជួយទៅកាន់ក្មេងក្រីក្រអញ្ចឹងទៅនិយាយទៅនៅក្នុងទីក្រុងហ្នឹងហាក់បីដូចជាគេរើសអើងទៅកាន់ជនក្រីក្រខ្លាំងមែនតើនៅពេលដែលវ៉ាន់ធ្វើបែបហ្នឹងពួកគេចម្លែកចិត្តអ្មេចទេរួចនៅពេលនោះរ៉ូសាលីក៏បានចាប់ដៃទៅកាន់ពួកគេទាំងពីរនាក់ដែលមានដូចជាវ៉ាន់ហើយនិងក្មេងស្រីរបស់យើងនោះឯងហើយនាងក៏បានប្រើប្រាស់នៅវេទមន្តបន្ទាប់ពីវេទមន្តនោះបានបញ្ចប់ទៅយើងបានឃើញថានៅលើបាតដៃរបស់ក្មេងស្រីរបស់យើងគឺមានដំណាកមួយហើយតាមសម្ដីនៃការបញ្យល់របស់រ៉ូសាលីយើងក៏បានដឹងថាក្មេងស្រីម្នាក់នោះគឺបានក្លាយទៅជាកូនចៅឬក៏ជាអ្វីរបស់វ៉ាន់របស់យើងអញ្ចឹងអ្នកទាំងអស់គ្នាប្រហែលជាអ្នកទាំងអស់គ្នាអាចយល់បានហើយនៅត្រង់ចំណុចនេះរឿងក៏បានកើតទៅពេលបន្ទាប់ដល់ពេលនេះខាមឈិនក៏បានក្លាយទៅជារបស់វ៉ាន់ហើយយើងក៏បានដឹងបន្ថែមទៀតខ្ញុំសុំតអ្នកទាំងអស់គ្នាខាមឈិននឹងគឺជាប្រុសនោះទេមិនមែនជាស្រីឡើយខ្ញុំឃើញសក់វិញស្មើតែស្រីតាមពិតគឺជាប្រុសនោះទេនៅពេលនោះវ៉ាន់ក៏បានប្រាប់ទៅកាន់ខាមឈិនថាឯនេះក៏បើសិនជាមានគេមករោយើងប្រាប់ថាយើងមិននៅទៅយើងឲ្យនំឯងមួយហើយខាមឈិនក៏គាត់មិនបានប្រកែកអ្វីផងដែរនឹងបានយល់ព្រមទៅនឹងការសំណូមពររបស់វ៉ាន់នៅក្នុងនគរប្រជាជនគឺបាននិយាយគ្នាច្រើនមែនទែនទាក់ទងជាមួយនឹងវ៉ាន់អញ្ចឹងបើតាមសម្ដីរបស់ពួកគេខ្ញុំសូមអាចសង្ខេបចែកជូនអ្នកទាំងអស់គ្នាដូចខ្លីថាវ៉ាន់នឹងនៅពេលដែលមានអាយុ8ឆ្នាំគាត់នឹងមានសមត្ថភាពពិសេសគឺអាចនិយាយបានថាជាទេពកោសល្យដែលត្រូវបានវាយតម្លៃប្រជាជនក៏បានបន្តនិយាយបន្តទៀតសមាជិកនៃគ្រួសារ Fertio មានទេពកោសល្យខាងវេទមន្តខ្យល់ឬវេទមន្តភ្លើងអញ្ចឹងគ្រួសារ Fertio នេះគឺជាគ្រួសាររបស់វ៉ាន់នឹងឯងអ្នកទាំងអស់គ្នាហើយប្រជាជនទាំងអស់គ្នានោះក៏បានសន្និដ្ឋានឬក៏គិតថាវ៉ាន់នឹងគឺនឹងទទួលបានវេទមន្តភ្លើងរឿងនេះយើងក៏មិនទាន់ដឹងថាតួឯកប្រុសរបស់យើងដែលជាវ៉ាន់នឹងបានដឹងតែខ្លួនឯងបែបនេះឬក៏អត់នោះទេរឿងក៏បានកើតទៅពេលយប់មេក៏ចាប់ផ្ដើមផ្លាស់ប្ដូរអាកាសធាតុដែលមេក៏បានប្រែទៅជាភ្លៀងមួយរំពេចហើយនៅពេលនោះនៅក្នុងនគរយើងបានឃើញពីវត្តមានរបស់មនុស្សជាច្រើនដែលពួកគេគឺហាក់បីដូចជាមានអំណាចខ្លាំងមែនទែនហើយក៏ថែមទាំងមានបងប្អូនរបស់វ៉ាន់ផងដែរព្រមទាំងវត្តមានរបស់វ៉ាន់ដូចគ្នានៅពេលនោះមានបរិសុទ្ធចំណាស់ម្នាក់បាននិយាយទៅកាន់វ៉ាន់ថាវ៉ាន់ឯងមិនមានសមត្ថភាពអ្វីទាល់តែសោះមិនថាវេទមន្តទឹកវេទមន្តខ្យល់វេទមន្តភ្លើងឬក៏វេទមន្តដីអីនោះទេឯងមិនមានសមត្ថភាពនៅក្នុងការមានវានោះទេចឹងបានន័យថាអ្វីដែលប្រជាជនគិតថាវ៉ាន់មានសមត្ថភាពឬក៏វេទមន្តភ្លើងនោះគឺវ៉ាន់ក៏មិនមាននោះទេអ្នកទាំងអស់គ្នាគឺវ៉ាន់អត់មានសមត្ថភាពអីទាល់តែសោះតែម្ដងបរិសុទ្ធចំណាស់អ្នកនោះក៏បានបន្តនិយាយទៅកាន់វ៉ាន់របស់យើងថែមទៀតតើឯងអាចការពារទៅកាន់មនុស្សបានយ៉ាងម៉េចបើសិនជាឯងមិនមានវេទមន្តផងហ្នឹងមីរ៉ាហើយនឹងខ្លួនរបស់យើងគឺពោពេញទៅដោយវេទមន្តភ្លើងចឹងខ្ញុំសូមប្រាប់អ្នកទាំងអស់គ្នាបរិសុទ្ធចំណាស់
នោះគឺត្រូវជាឪពុករបស់វ៉ានោះឯងឪពុករបស់វ៉ានឹងក៏បានថាឲ្យទៅកាន់ទូឯប្រុសរបស់យើងយកតែមែនតើហើយថាឯងគឺជាកូនចុងក្រោយរបស់មីរ៉ាដែលបានចាកចេញពីយើងហើយអ្វីបានជាឯងធ្វើចរិតបែបនេះហើយអ្វីបានជាឯងអន់យ៉ាងនេះហើយនៅពេលដែលបានដឹងថាវ៉ានក៏មិនមានសមត្ថភាពអីទាល់តែសោះអញ្ចឹងគាត់ក៏ចង់យកដាវរបស់គាត់នឹងធ្វើការសម្រាប់ទៅកាន់វ៉ានតែម្ដងហើយវ៉ានរបស់យើងភ្នែករបស់គាត់ឡើងស្លើអោយគ្នាមិនដឹងទៅភ័យប៉ុណ្ណានោះទេស្របពេលដែលវ៉ានក៏មិនបានសង្ឃឹមតែគាត់រស់ទៀតនោះទេនៅពេលនោះបានបងរបស់គាត់ដែលជាបងបង្កើតដែលមានឈ្មោះថាមូខានឹងបានមកខ្វល់ទៅកាន់ឪពុករបស់គាត់ទាន់ហើយបាននិយាយប្រាប់ទៅកាន់ឪពុករបស់គាត់ថាមិនគួរសម្រាប់ទៅកាន់វ៉ាននោះទេប៉ុន្តែមានជំរើសផ្សេងទៀតគឺបិតាអាចធ្វើការនាំវ៉ានទៅកាន់កន្លែងមួយដែលជាកន្លែងភូមិមួយដែលពោពេញទៅដោយភ្នំនិងមានចម្ងាយឆ្ងាយពីនគរនេះខ្លាំងតែមែនតែនហើយដោយមានមនុស្សតែចំនួន100នាក់ប៉ុណ្ណោះដែលរស់នៅទីនោះហើយគេច្បាស់ជាមិនអាចត្រឡប់មកកាន់ទីនេះបានវិញនោះទេហើយតាមការផ្ដល់កំណត់របស់មូខាឪពុករបស់វ៉ានក៏បានយល់ព្រមផងដែរហើយលើកលែងមិនសម្រាប់វ៉ាននោះទេនឹងបានដើរចេញចាក់ចេញពីទីនោះបាត់ទៅអាណិតតែវ៉ានរបស់យើងនោះទេមិនគួរណាកើតរឿងបែបហ្នឹងឡើយអើយសប្បាយយល់តែមែនតែនៅគ្នាទៅតែអាណិតគេឥឡូវមកត្រូវអាណិតខ្លួនឯងវិញហើយនេះអញ្ចឹងមកបងប្អូនទាំងអស់មានតែបងរបស់គេដែលជាមូខានឹងឯងល្អទៅកាន់វ៉ានមូខាក៏បានសុំទោសទៅកាន់វ៉ានផងដែរដោយសារតែខ្លួននឹងក៏បានសុំឲ្យឪពុករបស់គេនាំវ៉ានទៅកាន់ទីកន្លែងឆ្ងាយប៉ុន្តែវ៉ានក៏បានតបវិញចឹងទៅមិនអីទេបងនេះគឺជាជំរឿនមួយដែលល្អហើយដែលខ្ញុំមិនត្រូវស្លាប់បើសិនជាមិនមានបងទេខ្ញុំប្រហែលជាត្រូវស្លាប់ហើយក្រោយមកពួកគេទាំងពីរនាក់ក៏បានចាប់ដៃគ្នានិងសន្យាថានឹងការពារគ្នាជារៀងរហូតនៅថ្ងៃស្អែកឡើងដំណឹងមួយនេះក៏បានដឹងទៅកាន់ធាលក៏បាននិយាយទៅកាន់វ៉ានហើយអ្វីបានជាឯងមិនមានវេទមន្តបែបនេះយើងពិតជាអាណិតទៅកាន់ឯងណាប៉ុន្តែយើងមិនអាចជួយអ្វីទៅកាន់ឯងបាននោះទេសូមទោសច្រឡំនិយាយឯងអ្នកទាំងអស់គ្នាតែពិតមិននិយាយឯងនិយាយព្រះអង្គម្ចាស់មិនត្រូវអានេះតាមសម្ដីខ្ញុំនិយាយអត់សូវចេះនិយាយសម្ដីនគរអីទេសូមទោសផងណាវ៉ានរបស់យើងក៏បានធ្វើដំណើរចាកចេញពីនគរមួយនោះដោយមានមនុស្សនាជាច្រើននឹងបានមកហែហោមទៅកាន់វ៉ានដោយសារតែពួកគេក៏បានដឹងដំណឹងមួយនេះផងដែរតាមរយៈបរិសម្នាក់នេះនឹងហើយអ្នកទាំងអស់គ្នាចឹងសាច់រឿងរបស់យើងក៏បានមកដល់ទីបញ្ចប់ត្រឹមតែប៉ុណ្ណឹងភាគ1របស់យើងហើយមកទឹកគេចេញទៅមកភាគនោះទេបើយល់តែសាច់រឿងនេះល្អមើលសូមកុំភ្លេចចុច like និង subscribe ឲ្យមានម្នាក់មួយផងចឹងហើយនេះគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាសូមអរគុណនិងសូមគោរពលាជួបគ្នានៅវីដេអូក្រោយៗ